ប្រជាពលរដ្ឋចំនួន2ឃុំកំពុងរងការប៉ះពាល់ផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរដោយសារការសាយភាយក្លិនស្អុយចេញពីកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងស្ថិតនៅឃុំព្រះនិព្វានស្រុកកងពិសីខេត្តកំពង់ស្ពឺដែលមានសេចក្តីរាយការណ៍មកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំបានឲ្យដឹងថាមានកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅក្នុងឃុំខាងលើសាយភាយក្លិនស្អុយធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ជាពិសេសសុខភាពផ្លូវដង្ហើមគ្រប់វ័យតែម្ដងពេលបានទទួលដំណឹងនេះហើយនៅព្រឹកថ្ងៃទី9ខែឧសភាឆ្នាំ2026ក្រុមការងារអង្គភាពយើងខ្ញុំបានចុះទៅដល់ទីតាំងក៏បានជួបក្លិនស្អុយដោយអ្វីដែលបងប្អូនប្រជាពលរដ្ឋរាយការណ៍មកមែនមិនតែប៉ុណ្ណោះក្រុមការងារសង្កេតឃើញថាកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនេះបានបង្ហូរទឹកដែលមានក្លិនស្អុយចេញមកក្រៅហូរពីវាពីកាលធ្វើឲ្យក្លិនស្អុយសាយភាយបណ្ដាលឲ្យប៉ះពាល់សុខភាពមនុស្សសត្វបើតាមការរៀបរាប់របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញកសិដ្ឋាននេះបានឲ្យក្រុមអ្នកសារព័ត៌មានដឹងបន្ថែមទៀតថាជារៀងរាល់ថ្ងៃពួកគាត់ហាក់បីដូចរស់នៅក្នុងពិភពមួយដែលគ្មានខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើមពលរដ្ឋខ្លះទៀតលើកឡើងថាពួកគាត់ហូបបាយម្ដងគឺហូបលាយឡំនឹងក្លិនស្អុយជួនកាលសឹងតែសន្លប់ដោយសារតែក្លិនស្អុយនេះផងប្រជាពលរដ្ឋបន្តថាកន្លងមកពួកគាត់បានរាយការណ៍ជូនលោកមេឃុំហើយលោកមេឃុំបានចុះទៅណែនាំជាច្រើនផងដែរតែកសិដ្ឋាននេះនៅតែជាក្លិនស្អុយមកលើពួកគាត់ដដែលករណីខាងលើអ្នកសារព័ត៌មានយើងខ្ញុំបានសុំកិច្ចសម្ភាសន៍លោកមេឃុំព្រះនិព្វានតាមរយៈលេខទូរស័ព្ទ011 49 52លោកបានប្រាប់មកអ្នកសារព័ត៌មានយើងបានឲ្យដឹងថាករណីខាងលើនេះលោកបានដឹងហើយលោកក៏បានរាយការណ៍ជូនទៅស្រុកនិងមន្ទីរបរិស្ថានខេត្តរួចហើយដែរហើយខាងមន្ត្រីស្រុកមន្ទីរបរិស្ថានខេត្តក៏បានចុះមកណែនាំដល់ម្ចាស់កសិដ្ឋានតែម្ចាស់កសិដ្ឋានបាននិយាយថាគាត់ឈប់ចិញ្ចឹមនៅទីនេះហើយទៅចិញ្ចឹមនៅកន្លែងផ្សេងវិញតែរហូតមកទល់ពេលនេះកសិដ្ឋាននៅតែចិញ្ចឹមនឹងការសាយភាយនៅតែកើតមានដដែលដើម្បីចង់ទទួលបានព័ត៌មានបន្ថែមនោះក្រុមអ្នកសារព័ត៌មានបានរាយការណ៍ជូនលោកហនពិសិដ្ឋអភិបាលស្រុកកងពិសីតាមរយៈ WhatsApp លេខ016 98 86 99លោកបានចូលមើលនិងដាក់រូប sticker សំពះចំនួន2បន្ទាប់មកលោកបានសរសេរជាអក្សរថាបើយកល្អឲ្យផ្ដិតមេដៃដាក់ពាក្យបណ្ដឹងតិចមកល្អចំណែកលោកច័ន្ទថេនថានរៈប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺក្រុមការងារបានរាយការណ៍តាមរយៈ Telegram លេខ011 88 88លោកបានចូលមើលតែមិនមានការឆ្លើយតបឡើយចំពោះម្ចាស់កសិដ្ឋានក្រុមអ្នកសារព័ត៌មានមិនអាចសុំកិច្ចសម្ភាសន៍បានទេដោយសារមិនមានលេខទូរស័ព្ទករណីកសិដ្ឋានចិញ្ចឹមជ្រូកជះភាយក្លិនស្អុយខាងលើប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តមជាមច័ន្ទសុភ័ណ្ឌអភិបាលនីគណៈអភិបាលខេត្តកំពង់ស្ពឺជាពិសេសគោរពស្នើសុំដល់ឯកឧត្តមបណ្ឌិតអៀងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាចាត់កម្លាំងជំនាញចុះពិនិត្យទៅលើទីតាំងកសិដ្ឋានចិញ្ចឹមជ្រូកខាងលើនេះផងទៀតជៀសវាងប្រជាពលរដ្ឋមានជំងឺនិងខ្យល់កោស្លាប់ដោយសារតែក្លិនស្អុយនេះពាក់ព័ន្ធនឹងការចុះផ្សាយខាងលើអង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មានគឺរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់បំបែកបំបាក់មូលបង្កាច់បង្ខូចបុគ្គលស្ថាប័នឬអង្គភាពណាមួយឡើយយើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺពីភាគីម្ចាស់ទីតាំងស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាននៅកម្ពុជាសូមអរគុណ